សួស្តីអ្នកនរគ្នាខ្ញុំយូអ៊ីថ្ងៃនេះយើងនឹងមកតទៅរឿងផ្ដាំស្នេហ៍ចេញពីការយល់ច្រឡំភាគ3ភាគ4របស់យើងទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអ្នកគ្នាកុំភ្លេចជួយ like និង subscribe និង comment ខ្ញុំម្នាក់មួយផងតែឥឡូវកុំមកខាពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាដើរមកលោកបានគិតម្នាក់ឯងហើយគាត់ថាគាត់អន្តរភាពខ្លួនឯងមកតាមដានមនុស្សល្ងងចឹងម៉ែឥឡូវនេះខ្ញុំសូមណែនាំតិចគាត់នឹងគឺជាតួឯកថប់របស់យើងហើយគាត់មានឈ្មោះថា Incromax សង្ហាអ្នកនរគ្នាហើយខ្ញុំក៏សូមហៅគាត់ថានឹង Incro ដែរណាអ្នកគ្នាឥឡូវនេះយើងចូលទៅកាន់សាច់រឿងរបស់យើងវិញលោកបានគិតណែងថាជាបុរសដែលហើខ្មៅដែរគាត់មកសើមិញជាមួយនឹងវ៉ែនតានឹងហើយជាមួយនឹងក្អាការ៉ាក្រូនឹងមើលទៅគួរឲ្យធន់ណាហើយលោកបានគិតថាគាត់ជាប្រភេទមនុស្សដែល Stacy បានប្រាប់គាត់ហើយជាមួយនឹងវ៉ែនតាទាំងមើលដំបងទៅវាស្តៀងនឹង Stacy ប្រាប់គាត់ប៉ុន្តែនោះគឺជារចនាម៉ូដលំដាប់ខ្ពស់ម៉ាកមានតម្លៃរាប់រយដុល្លារវាមិនមែនជារចនាបែបដំណើរការរបស់ម៉ាស៊ីនទេទោះបីវាមិនមែនជាវ៉ែនតាមួយក្នុងចំណោមទាំងនោះក៏ដោយហើយឥឡូវហ្នឹងលោកបានឆ្ងល់ទៅកាន់ Stacy ខ្លាំងមែនតើហេតុអីបានជា Stacy ហ្នឹងត្រូវទិញវ៉ែនតាคล้ายទាំងនោះអញ្ចឹងហើយលោកបានគិតទៀតថាតើក្មេងល្ងងហ្នឹងធ្វើអីទៅលើ Stacy របស់គាត់ហើយឥឡូវហ្នឹងយើងបានឃើញមានបុរសម្នាក់បានខ្សឹបមកនិយាយដាក់លោកថាហេលោកនោះគាត់ជាមិត្តភក្តិរបស់លោកយើងតែខ្ញុំអត់ទាន់ដឹងទេថាគាត់មានឈ្មោះអីហើយមិត្តភក្តិរបស់លោកបានសួរលោកថាជាកំពុងធ្វើអីហ្នឹងហើយមិត្តភក្តិលោកបានសួរថាហេណែនៅហ្នឹងដោយសារតែបុរសម្នាក់ហ្នឹងជាពាក់លុយអ្នកឯងមិនមែនហើយលោកនិយាយថាមិនមែនទេគាត់មិនបានជាពាក់លុយខ្ញុំទេឥឡូវហ្នឹងលោកបានគិតណែឯងទៀតហើយគាត់ថាគាត់អាចប្រាប់រឿងហ្នឹងទៅលើមិត្តភក្តិរបស់គាត់បានទេថាគាត់នឹងកំពុងតែសង្ស័យ Stacy ហ្នឹងកំពុងតែក្បត់គាត់ដោយសារតែរឿងវ៉ែនតាមួយហ្នឹងហើយលោកបានគិតណែឯងទៀតថាខ្ញុំមិនគួរប្រាប់រឿងហ្នឹងដល់គាត់ទេអញ្ចឹងទៅរឿងហ្នឹងខ្ញុំអាចធ្វើម្នាក់ឯងបានហើយនឹងបញ្ចប់ដោយខ្លួនឯងរបស់ខ្ញុំអញ្ចឹងហើយមិត្តភក្តិរបស់លោកហ្នឹងបាននិយាយថាតើអ្នកឯងមានរឿងអីមួយគាត់ចោះហើយលោកបានតបទៅកាន់មិត្តភក្តិរបស់គាត់វិញថាវាជាអ្វីក៏ដោយខ្ញុំចាំប្រាប់ណែនៅពេលក្រោយហើយមិត្តភក្តិរបស់លោកហ្នឹងខឹងខ្លាំងមែនតើហើយមិត្តភក្តិរបស់លោកបាននិយាយទៅកាន់លោកថាមានវិធីពីរយ៉ាងដើម្បីធ្វើឲ្យនរណាម្នាក់ខឹងហើយមានវិធីមួយទៀតដែលនិយាយឲ្យដល់ដើរចេញហើយបានថាឲ្យលោករបស់យើងថាមនុស្សល្ងងហើយលោកបានស្រីប្រាប់មិត្តភក្តិរបស់គាត់ថាខ្ញុំសុំទោសខ្ញុំនឹងប្រាប់ណែនៅពេលក្រោយហើយមិត្តភក្តិរបស់គាត់បានសួរទៅកាន់គាត់វិញថាហើយចង់ណែញ៉ាំអីមួយខ្ញុំសិនទេហើយលូក៏ទៅបាត់ដល់អត់បានផ្ដល់ចម្លើយឲ្យគាត់ទៅឥឡូវនេះយើងកាត់មកនិយមដ្ឋានវិទ្យាសាស្ត្រធម្មជាតិនៃសាកលវិទ្យាល័យហងសុកហើយឥឡូវហ្នឹងលូមានការមកតាមដានអ៊ីងគ្រូរបស់យើងមកដល់កន្លែងគាត់ហ៊ានណាហើយឥឡូវនេះលោកបានកំណែងទៀតហើយថាគាត់ហ្នឹងបានដើរតាមអ៊ីងគ្រូរបស់យើងហ្នឹងមកដល់ថ្នាក់រៀនហើយគាត់អត់យល់ពីអ្វីទាំងអស់នៅពេលនេះហើយមានហួសចិត្តហ្មងគឺលោកមានការមកលួចមើលគេនៅហ្នឹងបើសិនងាកទៅតែបន្តិចគឺឃើញហ្មងហើយលោកបានកំណែងថាតាមគាត់ដឹងគឺអ៊ីងគ្រូរបស់យើងមានអាយុ23ឆ្នាំជានិស្សិតឆ្នាំចុងក្រោយកម្ពុជាសិស្សឆ្នើមនៅបច្ចេកទេសវិទ្យាសាស្ត្រនិងមានកម្ពស់ប្រហែលជា6 feet 6 inch បានបញ្ចប់ការសិក្សានៅវិទ្យាល័យឯកជនដ៏មានគណភាពមួយដែលឲ្យចោះឈ្មោះចូលរៀននៅសាកលវិទ្យាល័យហងសុកក្នុងឆ្នាំ2000 ហើយខ្ញុំក៏ដឹងដែរថា2000 ហ្នឹងមកណែយកទៅគុណចែកខ្លួនឯងណាឥឡូវហ្នឹងយើងចូលមកកាន់សាររបស់យើងវិញដោយឈរនៅលំដាប់ថ្នាក់កម្ពុជានៃថ្នាក់របស់គាត់ជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្ពស់ខ្លាំងដែលមានតែគាត់ម្នាក់ដែលខ្លាំងនៅក្នុងសាលាវិទ្យាល័យហងសុកជាមនុស្សដែលមានមនុស្សឆ្លាតជាច្រើនដែលប្រមូលផ្ដុំគ្នាអ្នកគ្នាខ្ញុំរៀងតិចហើយលោកបានគិតទៀតថាគាត់ជាមនុស្សម្នាក់ដែលមិនចាប់អារម្មណ៍ទៅលើគ្រឿងស្រវឹងក្មេងស្រីឬគ្រឿងញៀនដូច្នេះហើយទៅពីអាចារ្យបារាមថាគាត់នឹងគឺជាមនុស្សដែលស្រឡាញ់បរិសុទ្ធដូចគ្នាហើយលោករបស់យើងបានគិតទៀតថាមានក្រុមហ៊ុនជាច្រើនដែលចង់ទទួលយកអ៊ីងគ្រូរបស់យើងប៉ុន្តែអ៊ីងគ្រូរបស់យើងគឺគាត់អត់ចូលហើយថែមទាំងមានក្រុមហ៊ុនខ្លះទៀតធានាបង់ប្រាក់ឲ្យគាត់ខ្ពស់ខ្លាំងមែនតែប៉ុន្តែគាត់នៅតែអត់ចូលហើយលោកបាននិយាយថានិយាយខ្លីទៅគាត់ហៅនិយាយទៀតហើយប៉ុន្តែគេហ្នឹងប៊ីងងាកឃើញគាត់ហើយគាត់ថាអុយមិនភ្លេចអ៊ីងគ្រូរបស់យើងចោលទៅហើយគាត់បានគិតម្នាក់ទៀតថាបរមម្នាក់ហ្នឹងប្រហែលជាតារាមែនតើហើយមើលទៅឥឡូវហ្នឹងលោកបានគិតម្នាក់ថាឥឡូវវាម៉ោង6ល្ងាចហើយទីបំផុតហ្នឹងគឺគាត់បានចាប់ផ្ដើមដឹងពីទម្លាប់របស់អ៊ីងគ្រូរបស់យើងថាទីបំផុតគាត់នឹងបង្ហាញនៅជីវិតស្ងប់ស្ងាត់ដ៏អាក្រក់របស់គាត់ហើយគាត់បានគិតម្នាក់ទៀតថាបើគាត់ចាប់បានថា Stacy ហ្នឹង
លួចលាក់ជាមួយនឹងអ៊ីងក្រូរបស់យើងនឹងអាត្រូវរបស់គាត់ហើយហើយពេលនោះលោកបានឃើញមានបរិម្នាក់មកស្រែកហៅអ៊ីងក្រូរបស់យើងហើយលោកបានគិតថាប្រហែលជាមិត្តភក្តិរបស់គាត់ហើយលោកបានគិតទៀតថាគាត់ស្ទើរតែមិននិយាយស្ដីសំបីតែមួយម៉ាត់ផងហ្នឹងហើយលោកក៏បានឃើញមានស្ត្រីម្នាក់ទៀតមកនៅចិត្តអ៊ីងក្រូរបស់យើងហើយគាត់បានលឺនារីអ្នកហ្នឹងនិយាយថាខ្ញុំបានប្រាប់ណែម៉ានដងហើយថាបើមានណាគេមកនិយាយមួយណែឯងត្រូវទៅសួរស្ដីទៅកាន់គេវិញណាមានត្រូវធ្វើចរិតចឹងឯងហើយលោកបានគិតថាតើគាត់ហ្នឹងគឺជាមិត្តស្រីរបស់អ៊ីងគ្រូយើងមែនណែកូនកំពុងតែប្រច័ណ្ឌគេមែនហ្នឹងហើយលោកក៏ដេញគំនិតខ្លួនឯងចេញហើយគាត់ក៏បាននិយាយថាមើលទៅនារីអ្នកហ្នឹងប្រហែលជាមិនមែនមិត្តស្រីរបស់អ៊ីងគ្រូរបស់យើងទេហើយឥឡូវហ្នឹងលោកយើងបានតាមដានអ៊ីងគ្រូយើងមកដល់បណ្ណាល័យធំហើយឥឡូវហ្នឹងគឺគាត់បានគិតមែនថាឥឡូវហ្នឹងវាមក6:30នាទីល្ងាចហើយជីវិតដ៏ស្ងប់ស្ងាត់របស់គាត់ហ្នឹងវាប្រហែលជាមិនសមនឹងហេតុផលសោះគាត់គ្រាន់តែសិក្សាគួរឲ្យធន់ទ្រាំប៉ុណ្ណឹងហ្នឹងហើយលោកបានគិតថាគាត់នឹងហ៊ាននឹងដើម្បីតាក់ទាញក្មេងស្រីមែនខណៈគេហ៊ានសោះក៏ខុសដែរម៉ាក់លូយ៉ាប់មែនតែនហើយអាមីនកាំងខ្លាំងមែនតែនគឺមកតាមដានគេបន្តែម្ដងតាមដានគេឡើងដេកលក់ខ្លួនឯងហ្មងណាហើយឥឡូវនេះម៉ាក់លូរបស់យើងបានលេងមកដល់ម៉ោងមិនដល់យប់ហើយគាត់បានងើបមកភ្ញាក់យ៉ាងខ្លាំងតែម្ដងបាទឥឡូវហ្នឹងម៉ាក់លូបានគិតម្នាក់ឯងថាពេញមួយថ្ងៃហ្នឹងអ៊ីងគ្រូគ្រាន់តែរៀនហើយនឹងញ៉ាំអាហារថ្ងៃត្រង់ហើយដឹងតែពីរៀនគ្មានពេលសម្រាហើយគ្មានមិត្តភ័ក្តិដែរមែនអ្នកជុំវិញខ្លួនមិននិយាយរកគាត់ក៏គាត់មិននិយាយហេមួយថ្ងៃហ្នឹងគាត់តែពីការសិក្សាមែនអត់យល់ទេនេះហើយម៉ាក់លូបានគិតទៀតថាគាត់ហ្នឹងមានកម្រងរៀនរហូតហ្មងអត់ព្រមឈប់មកអត់ព្រមអីហ្មងហើយឥឡូវហ្នឹងគឺម៉ោងម៉ាន់ដល់30នាទីយប់ហើយទីបំផុតអ៊ីនគ្រូគាត់បានចេញពីបណ្ណាល័យធំហ្នឹងហើយលោកបានគិតថាត្រូវហើយគាត់ត្រឡប់ទៅផ្ទះវិញហើយឥឡូវនេះតើខ្ញុំអាចនឹងតាមគាត់បាន5ម៉ោងជាប់គ្នាទៀតបានអត់ហើយពេលហ្នឹងក៏យើងចាប់អារម្មណ៍ដែរថាប៉ាអ៊ីងគ្រូរបស់យើងបានទម្លាក់កៅអៅនៅលើកៅអីមួយរួចមកគាត់ក៏ចាប់ផ្ដើមរត់ហាត់ប្រាណហើយម៉ាក់លូបានចែកថាហាត់ប្រាណទៀតពេលនេះគឺលោកមានការគិតទេថាជីវិតរបស់អ៊ីងគ្រូរបស់យើងហ្នឹងគឺឧស្សាហ៍ព្យាយាមខ្លាំងម៉ែអត់យល់ទេនេះហើយលោកបានគំម្នាក់ឯងថាទីបំផុតណាគាត់ព្រមចោះចាញ់ហើយព្រមចោះចាញ់ 100% ហ្មងហើយលោកគាត់បានគិតទៀតថាគាត់មិនខ្វល់ពីនរណាម្នាក់ហើយសំបីតែការណាត់ជួបមនុស្សម្នាក់ក៏គាត់មិនខ្វល់ដែរថ្ងៃនោះគាត់សំបីតែទូរស័ព្ទក៏គាត់មិនមើលទេសំបីតែមនុស្សយន្តក៏មិនអាចរស់នៅបែបហ្នឹងបានដែរហើយលោកបានគិតម្នាក់ឯងថារាងកាយរបស់គាត់ស្អាតហើយលោកបានគិតថាខ្ញុំឆ្ងល់ណាតើគាត់នឹងកើតអីគេហើយលោកបានគិតថាជាមួយនឹងសម្លេងបំពាក់ចម្លែកនោះហើយគាត់ក៏ស្ងាត់រួចមកលោកបានគិតម្នាក់ឯងទៀតគាត់ថាមានអារម្មណ៍ថាគាត់នៅកណ្ដាលវាខ្លាំងមែនទែនហើយគាត់មានការភ្ញាក់ហើយគាត់និយាយថាអូម៉ែមើលទៅខ្ញុំប៊ីនឹងគេចាប់បានហើយខ្ញុំគួរតែចោះចាញ់ហើយនឹងត្រឡប់ទៅវិញហើយរួចមកគាត់ក៏ភ្ញាក់ផ្អើលរឿងមួយព្រោះពេលនោះគាត់បើកភ្នែកធំខ្លាំងមែនទែនពេលនោះគាត់បានឃើញស្តេស៊ីរបស់យើងបានឈប់ឈរនៅនឹងចំពោះមុខអ៊ីងគ្រូរបស់យើងហើយគាត់បានលឺស្តេស៊ីនិយាយថាតាខ្ញុំអាចនិយាយមួយថ្ងៃហ្នឹងសំបីតែ1នាទីបានអត់ឥឡូវហ្នឹងលោកបានមកដល់កន្លែងដែលគាត់នៅមួយស្តេស៊ីហើយគាត់បានហើមើលកៅអៅនឹងរួចគាត់ក៏បានគិតម្នាក់ថានឹងមិនមែនជាចុងក្រោយរបស់គាត់ហើយគាត់បានញីក្បាលខ្លួនឯងហើយគាត់បាននិយាយថានាងបានតាក់តងគ្នាជាមួយនឹងអ៊ីងគ្រូរបស់យើងគាត់បានគិតថាស្តេស៊ីរបស់យើងនឹងតាក់តងគ្នាជាមួយនឹងអ៊ីងគ្រូហើយលោកបានគិតម្នាក់ឯងថាគាត់អត់ដែលគិតសោះថានឹងទីបញ្ចប់របស់គាត់ទៅជាបែបហ្នឹងពេលនោះអ៊ីងគ្រូរបស់យើងបានគិតទៅដល់រឿងមិញដែរគាត់បានគិតម្នាក់ឯងថាគាត់មិនបានចាក់ចេញទេពេលដែលស្តេស៊ីនឹងអង្គុយចិត្តអ៊ីងគ្រូរបស់យើងហើយលោកបានគិតថាខ្ញុំមិនអាចបង្ខំខ្លួនឯងនឹងឲ្យធ្វើវាបានទេគាត់លក្ខណៈថាគាត់នឹងអាចទៅហាមខត់ស្តេស៊ីទាញស្កេស៊ីនឹងចេញពីអ៊ីងគ្រូរបស់យើងបានហើយលោកបានកំណែងថាយូរមកហើយដែលខ្ញុំខានឃើញស្តេស៊ីមានអារម្មណ៍អៀនខ្មាស់អញ្ចឹងហើយលោកមានអារម្មណ៍ថាស្នេហារបស់គាត់ជាមួយនឹងស្តេស៊ីនឹងដូចភាពយន្តខ្លីមួយដ៏រំភើបរីករាយដែលមានអារម្មណ៍ថាវាអាចនឹងបញ្ចប់បានងាយអញ្ចឹងហើយលោកបានគិតទៀតប្រហែលជាស្តេស៊ីនឹងអស់អារម្មណ៍ជាមួយគាត់ទៅស្តេស៊ីនឹងធ្វើចឹងដាក់គាត់ឲ្យធ្វើអារម្មណ៍លេងសើច
មួយគាត់ហើយលោកមានអារម្មណ៍មួយទៀតថាStacy ហ្នឹងមានអារម្មណ៍ល្អជាមួយនឹង Ingrid របស់យើងហើយគាត់បានទៅថាខ្ញុំបានបង្គោលក្តីស្រឡាញ់របស់គាត់ហ្នឹងទៅឲ្យ Stacy អស់ហើយតែចុងក្រោយ Stacy ធ្វើចឹងដាក់គាត់ហើយលោកបានលើ Stacy និយាយថាផ្កាយលើមេឃឥឡូវហ្នឹងវាស្អាតខ្លាំងមែនតើហើយលោកបានគិតមែនថាមិត្តស្រីដ៏យូរអង្វែងរបស់គាត់ឥឡូវកំពុងរកស្នេហាថ្មីឃើញហើយលោកក៏បានហត់ចេញពីកន្លែងហ្នឹងដើម្បីទៅកន្លែង Stacy នឹងគាត់នៅហើយលោកបានគិតថាខ្ញុំគិតថាមិនគួរប្រញាប់ប្រញាល់រត់ចូលដើម្បីទៅជាឆេងពីអ្នកហ្នឹងកំពុងតែនិយាយគ្នាទេខ្ញុំគួរទៅហត់ទៅផ្ទះដើម្បីទៅរៀបចំឲ្យវ៉ាន់ណាហើយឥឡូវហ្នឹង Stacy បានត្រឡប់មកផ្ទះវិញហើយក៏ស្រែកហៅរលូទៅដើម្បីសុំទោសលោកថាចាក៏បាននិយាយថាសុំទោសថ្ងៃហ្នឹងខ្ញុំមកយឺតតិចទេដោយសារតែនៅខ្ញុំជាប់ធ្វើការច្រើនរបស់ខ្ញុំដែរហើយគាត់ក៏ឃើញលោករបស់យើងយំហើយគាត់ថាហត់ចូលទៅថាណាគេធ្វើអីគេនេះហើយអ្នកកំពុងតែយំមែនហើយគាត់បាននិយាយថាទៀតថាចេះថាតាណាគេធ្វើឲ្យអ្នកយំអ្នកប្រាប់ខ្ញុំមើលហើយពេលនោះលោកបានវាយដៃ Stacy ចេញហើយនិយាយថាលែងទៅវាមិនមែនចៃដន្យទេអ្នកបានកុហកខ្ញុំពីផែនការរបស់អ្នកហើយនេះសម្លៀកបំពាក់របស់បុរសម្នាក់នោះកំពុងតែជួបត្រូវបានលាក់បាំងដោយសម្ងាត់នៅក្នុងទូខោអាវរបស់អ្នកមែនទេហើយលោកបាននិយាយទៅកាន់ Stacy ថាចេះតាណាគាត់ថាខ្ញុំនឹងគឺជាមនុស្សល្ងងចឹងមែនបានជាអ្នកសុខចិត្តរួមភេទជាមួយខ្ញុំដោយឲ្យខ្ញុំនឹងពាក់វ៉ែនតាចឹងមែនបើណែធូចខ្ញុំហើយណែគួរតែបញ្ចប់វាទៅហើយលោកបាននិយាយថាចេះម្ដេចក៏ធ្វើឲ្យខ្ញុំនឹងវេទនានឹងណែខ្លាំងម៉ែហើយStacy បានញីក្បាលបន្តិចហើយគឺនិយាយថាលូហើយ Stacy និយាយថាតាណែតាមដានខ្ញុំមែនហើយលូនិយាយថាខ្ញុំមិនអាចប្រាប់ណែរឿងនឹងបានទេតែឥឡូវណែបកស្រាយមួយខ្ញុំសិនមកអារឿងកានោះនឹងហើយ Stacy បានស្រែកថាលោកថាខ្ញុំគ្រាន់តែសួរគាត់ពីរឿងកានឹងទេខ្ញុំបានទៅមានបំណងអីក្រៅពីសួរគាត់ថាកានឹងមានតម្លៃម៉ានទេហើយ Stacy បាននិយាយថែមថាណែជាមនុស្សដែលចេះតែនិយាយណែឯងបានខិតខំប្រឹងប្រែងអត់ក្នុងទំនាក់ទំនងមួយហ្នឹងហើយលោកបាននិយាយថាអញ្ចឹងហើយវាគ្រប់គ្រាន់ហើយត្រូវអត់ហើយ Stacy បាននិយាយថាប៉ុន្តែលូហើយលូបានកាត់ Stacy ឡើងលឿនហើយលូនិយាយថាជាណែត្រូវស្ដាប់ខ្ញុំមក Stacy ចាប់ពីថ្ងៃហ្នឹងទៅយើងចប់គ្នាទៅខ្ញុំអាចទ្រាំនឹងទៅវើរបស់អ្នកឯងទៀតទេហើយ Stacy បានស្រែកថាលូណែត្រូវបែកគ្នាមកខ្ញុំតាំងចឹងទេហើយចុះអាវ៉ាន់ណែឯងភ្លេចនៅនឹងវិញតើណែគួរគិតមិនហើយណែចង់ទៅនៅណាហើយលូបាននិយាយពីអាវ៉ាន់ហ្នឹងគាត់បាននិយាយថាចេះថាបើនេះទេលក់វាចោលឬមកក៏បោះវាចោលទៅបាច់ខ្វល់ពីខ្ញុំច្រើនពេកទេហើយ Stacy បានសេកសួរលោកថាហើយចុះបងឯងទៅតើឯងនឹងទៅនៅណាហើយលោកបានងាកមកវិញដល់អត់និយាយអីហើយក៏ដើរចេញមកក្រៅបាត់ទៅហើយគាត់ក៏បានងាកមកវិញហើយនឹងនិយាយថាបើឯងមិនបោះបង់ខ្ញុំទេខ្ញុំអ្នកដើរចេញពី Stacyពេលនេះលូដើរចេញមកដល់ក្រៅហើយយើងក៏បានឮនៅសំឡេង Stacy សេកហៅលូយើងមកវិញហើយយើងក៏បានចាប់អារម្មណ៍ទៅលើអ៊ីងគ្រូរបស់យើងបានឆោមើលលូពីលើមកហើយដល់មានការសើចបន្តិចហើយបាននិយាយថានឹងមិនមែនអ្នកតាមដានគាត់អញ្ចឹងទៅមានន័យថាអ៊ីងគ្រូរបស់យើងបានដឹងហើយនឹងថាលូយើងតាមដានគាត់តាំងពីដើមតែគាត់អត់មាត់លូគាត់កំពុងតែដើរហើយកំពុងតែហៅកន្លែងអាផាតមិនណាដែលគាត់អាចនៅបានណាហើយគាត់ក៏បាននឹកឃើញពី Stacy បានហាមគាត់មិនដែរStacy បាននិយាយថាតាណែឈួតហើយមែនណែឈប់ធ្វើខ្ញុំខូចចិត្តនឹងណែទៀតទៅណែប្រាប់ខ្ញុំមកតាណែកើតអីគេ Stacy បាននិយាយថាអែមទៀតថាតាណែនឹងសំដែងមែនវាពាក់កណ្ដាលយកវិញណាហើយឥឡូវក៏ខ្ញុំហត់នឿយដែរហើយលោកបាននិយាយថាជាខ្ញុំបានលេងសើចទេណែមិននឹងទៅនៅមួយគាត់ទេហើយ Stacy ភ្ញាក់ផ្អើលខ្លាំងមែនតើហើយ Stacy បានលន់មកសួរលោកថាមិនបានឯងដឹងរឿងហ្នឹងហើយលោកនិយាយថាតាណែគិតថាខ្ញុំអត់ដែរស្គាល់បុរសម្នាក់ហ្នឹងមែនជាមួយនឹងរូបរាងរបស់គាត់ហ្នឹងគិតខ្ញុំអត់ដែរស្គាល់មែនហើយលោកបាននិយាយថែមទៀតថាវ៉ែនតាក្រាស់ខ្មឹកជាមួយនឹងក្អាក្រៅក្រោខៅកបយដែរជើងធំជាងខ្លួនហើយខ្ញុំដែរឃើញវានៅក្នុងទូសម្លៀកបំពាក់របស់យើងផងហ្នឹងហើយគិតថាខ្ញុំអត់ដឹងមែនមកនឹងចប់វីដេអូហ្នឹងអ្នកគ្នាកុំភ្លេចជួយ like និង subscribe និង comment ខ្ញុំម្នាក់មួយផងណាហើយឥឡូវហ្នឹងវីដេអូខ្ញុំចាប់ត្រឹមហ្នឹងហើយចាំជួបគ្នាជាមួយខ្ញុំវីដេអូក្រោយបាយបាយ